mà đó bên nhưng bạn can iPhone 10 Pro Max មួយរយៈខ្ញុំគិតថាវាដល់ពេលល្មមយើងគួរតែនិយាយតាក់ទងនឹងបទពិសោធន៍របស់ខ្ញុំជាមួយនឹង iPhone 10 Pro Max មួយនេះតែយើងគួរតែពិចារណាវាអត់ហើយបើយើងប្រើប្រាស់ iPhone 16 Pro Max តែយើងគួរតែឡើងមកកាន់ iPhone 17 Pro Max នេះអត់អ្វីដែលខ្ញុំនឹងនិយាយទៅមុនគេគឺតាក់ទងនឹងរូបរាងនិងការរចនាម៉ូដនៃ iPhone 17 Pro Max នេះតែម្ដងយើងដឹងហើយថា Apple អត់ធ្វើការកែប្រែអីច្រើនទេក្រៅតែពីពង្រីកទម្រង់កាមេរ៉ាឲ្យធំជាងមុនរហូតទៅដល់ចិត្តហ្គេមនៃទូរស័ព្ទតែម្ដងហើយបទពិសោធន៍របស់ខ្ញុំនៅពេលខ្ញុំចាប់កាន់16 Pro Max និង17 Pro Max ដំណើរគ្នាតែទងតម្ងន់របស់វាមិនជាខុសគ្នាច្រើនទេខ្ញុំមានអារម្មណ៍ថា17 Pro Max វារៀងធ្ងន់ជាងបន្តិចផងហើយលើកនេះ Apple គាត់ឈប់ប្រើប្រាស់តួ Titanium ហើយអត់ដូចមុនទេគាត់ប្រើប្រាស់ជាមួយនឹងតួ Aluminum វិញដោយសារតែគាត់ថា Aluminum ហ្នឹងគឺវាកាត់បន្ថយកម្ដៅប្រសើរជាងបើធៀបជាមួយនឹងតួ Titanium ចំណុចមួយដែលខ្ញុំរៀងស្ទើរចិត្តដែរបងប្អូនបើមើលពីលើមកដល់ក្រោមនេះគឺយើងនឹងឃើញកន្លែងរង្វង់ wireless charging ឬក៏កន្លែងខ្សែខ្សែហ្នឹងវាមានប្រទេសមួយដែលគាត់ដាក់ជាកញ្ចក់ដែលគាត់ហៅថា ceramic seal ណាវាមកគឺវាផ្សេងតែម្ដងពីទូខ្លួននៃទូរស័ព្ទហ្នឹងហើយចំណុចមួយដែលខ្ញុំបារម្ភគឺខ្លាចតែទលីវាចូលតាមគៀនហ្នឹងដោយសារតែខ្ញុំបានថតរូបខ្ញុំ zoom មើលចិត្តឃើញថាកន្លែងគៀនហ្នឹងគឺវាអត់ចិត្តទេយើងមើលទៅឃើញមានប្រហោងអញ្ចឹងការប្រើប្រាស់រយៈពេលយូរប្រកាសណាស់ប្រកាសជាទលីវាចូលហើយខាងមុខវិញយើងឃើញហើយទាំង Dynamic Island ទាំងកេមអេក្រង់គឺរក្សាដដែលដូចទៅនឹង iPhone 16 Pro Max ដែរសមត្ថភាពអេក្រង់ក៏មិនជាខុសគ្នាដែរគ្រាន់តែថាឆ្នាំនេះគាត់តម្លើងពលឺដល់ទៅ 3000 nit នៅលើ iPhone 17 Pro Max ហ្នឹងមួយវិញទៀតខាងលើទូរស័ព្ទនេះបើបងប្អូនមើលប្រកាសជាឃើញមានប្រទេសមួយពណ៌រាងសដែលប្រទេសនេះគឺមាននៅតែលើ iPhone 17 Pro Max model LLA ឬក៏របស់សហរដ្ឋអាមេរិកទេដោយសារតែហ្នឹងវាជាប្រទេស 5G ណានៅក្នុងស្រុកយើងអត់ support 5G ទេអញ្ចឹងអនាគតទៅបើយើងមានបច្ចេកវិទ្យា 5G នៅស្រុកយើងប្រើប្រាស់បានតែម្ដងហើយចំណុចមួយដែលខ្ញុំចាប់អារម្មណ៍តាក់ទងនឹងកន្លែង speaker ហើយនិង microphone ផ្នែកខាងក្រោមនេះបើធម្មតាខ្ញុំសាកស្ដាប់នៅលើ iPhone 16 Pro Max speaker វាគឺនៅខាងស្ដាំប៉ុន្តែជាមួយនឹង17 Pro Max គឺប្លែកក៏ដូចជា speaker ខាងស្ដាំហ្នឹងមកខាងឆ្វេងវិញហើយ microphone ទៅខាងស្ដាំអញ្ចឹងនៅពេលខ្ញុំធ្វើការស្ដាប់សំឡេង voice ដែលគេផ្ញើមកខ្ញុំចេះតែច្រឡំដោយសារតែ speaker នៅលើ17 Pro Max ឆ្នាំនេះគឺគាត់រុញទៅខាងឆ្វេងវិញហើយអញ្ចឹងនៅពេលយើងស្ដាប់គឺយើងដាក់ត្រង់នេះបានយើងអាចធ្វើការស្ដាប់ទៅលឺច្បាស់ល្អអញ្ចឹងណាយើងនៅតែមាន action ប៊ូតុងដដែលប៊ូតុងសលេងហើយនិងប៊ូតុង camera control ដែល camera control ឆ្នាំនេះ Apple អត់និយាយអីទេក្នុង keynote ខ្ញុំគិតថាឆ្នាំក្រោយប្រហែលជាភាគរយ Apple អាចនឹងដក camera ប៊ូតុងនឹងចេញហើយមួយទៀតយើងចូលកាន់សមត្ថភាពកាមេរ៉ាមុខឆ្នាំនេះគឺគាត់ដាក់ដល់ទៅទំហំ24 megapixel អ្វីដែលពិសេសណានៅពេលយើងថតកាមេរ៉ាមុខគឺយើងអត់ចាំបាច់ប្តីទូរស័ព្ទរបស់យើងទេយើងគ្រាន់តែចុចមុខងារ center stage ខាងក្រោមហ្នឹងទៅគឺវានឹងចេញជាទម្រង់ប្តីតែម្ដងប៉ុន្តែគុណភាពរូបអត់បាត់ទេណានៅតែច្បាស់ដដែលអានឹងតាមអ្វីដែល Apple ក៏បានបញ្ជាក់ហើយសូម្បីតែថតវីដេអូក៏យើងអាចថតប្តីហើយទូរស័ព្ទយើងនៅតែបញ្ឈរហ្នឹងក៏ថតបានដែរមែនទែនកាមេរ៉ាក្រោយឆ្នាំនេះនិយាយទៅគាត់ upgrade ទៅលើ lens telephoto ហើយបើយើងនិយាយជារួមវាយើងទទួលបាន48 megapixel ទាំង3គ្រាប់ហើយបើយើងចូលទៅកាន់កាមេរ៉ារបស់យើងមាន 0.5x យើងមាន 1x យើងមាន 2x យើងមាន 4x ហើយនិង 8x អញ្ចឹងតើតើនឹងការ zoom ខ្ញុំឃើញតែគុណភាពវាប្រសើរជាងមុនទាំងវីដេអូហើយទាំងរូបភាព Apple ក៏បំពាក់បន្ទះ chip A19 Pro ហើយជាមួយទំហំ RAM 12GB ហើយឆ្នាំនេះក៏បានធ្វើការបន្ថែមបន្ទះបន្សាបកម្ដៅដែរដែលធ្វើឲ្យទូរស័ព្ទហ្នឹងនៅពេលយើងប្រើប្រាស់នឹងលេងក្នុងរយៈពេលយូរវាមិនសូវជាឡើងកម្ដៅខ្លាំងទេដោយសារតែបន្ទះហ្នឹងវាបានធាក់កម្ដៅចេញអញ្ចឹងទៅតែបទពិសោធន៍របស់ខ្ញុំវាប្រើក្ដៅនឹងតែក្ដៅអញ្ចឹង iPhone ក៏ថាវាប្រសើរជាងឆ្នាំមុនបើតាមបទពិសោធន៍របស់ខ្ញុំណាហើយនៅពេលយើងប្រើមកដុំកន្លែងប្រទេសនេះគឺវាអត់ក្ដៅទេវាក្ដៅតែមកដុំចិត្តកន្លែងកាមេរ៉ានេះដោយសារតែម៉ាស៊ីនគាត់រុញទៅលើចិត្តកន្លែងកាមេរ៉ាហ្នឹងណាដើម្បីទុកទំហំថ្មធំហើយខ្ញុំសូមបញ្ជាក់មួយទៀតបើយើងទិញ iPhone 17 Pro Max model LLA យើងទទួលបានថ្មធំដល់ទៅ 5088 mAh តែបើយើងរើស model ផ្សេងទៀតដោយសារតែវាមានរន្ធដាក់ SIM Apple ក៏កាត់បន្ថយទំហំថ្មអញ្ចឹងវាក្រោមនឹងវាត្រឹម 4000 mAh 4000 ក្រាស់អញ្ចឹងណាខ្ញុំដាក់អក្សរនៅលើអេក្រង់បងប្អូនអាចមើលបានចំណុចមួយទៀតដែលខ្ញុំគិតថាយើងមិនគួររំលងដែរទាក់ទងនឹងសមត្ថភាពនៃការសាកដោយសារតែលើកនេះ Apple ក៏បានធ្វើការ upgrade ច្រើនទាក់ទងនឹងការសាកគឺបាន PD 3.2 បើយើងគិតទៅយើងអាចសាកពី0ដល់ 50% ចំណាយពេលត្រឹមតែ20នាទីទេតាមរយៈខ្សែហ្នឹងហើយយើងត្រូវមានដុំចាប់ដើមពី40វ៉ាត់ឡើងទៅណាអញ្ចឹងបើយើងប្រើប្រាស់20វ៉ាត់ក៏វាអាចសាកយឺតតាមនឹងដែរហើយមួយទៀតទាក់ទងនឹងការសាកឥតខ្សែវា support ជាមួយនឹង
G2 ដែលយើងអាចសាកដល់ទៅកម្លាំង25 វ៉ាត់អញ្ចឹងបើយើងប្រើប្រាស់ MagSafe ឬក៏ការសាកខ្សែដែលជាប្រទេសសាកដែល support ដល់ទៅ25 វ៉ាត់យើងអាចសាកចូលបានលឿនបើធៀបជាមួយនឹងឆ្នាំមុនណានៅលើ iPhone 16 Pro Max ហើយបើសរុបជារួមមកវិញតែយើងគួរតែសម្រេចចិត្តយក iPhone 17 Pro Max អត់សម្រាប់ឆ្នាំនេះបើយើងប្រើប្រាស់16 Pro Max ខ្ញុំគិតថាការ upgrade ទៅកាន់17 Pro Max វាមិនសូវជាចាំបាច់ទេដោយសារតែសមត្ថភាពម៉ាស៊ីនសមត្ថភាពកាមេរ៉ាហើយនឹងចំណុចមួយចំនួនទៀតវាមិនជាខុសប្លែកគ្នាច្រើនតែបើយើងចង់អូខេយើងចង់បាន low យើងចង់បានស្អាតប្លែកជាមួយនឹងពណ៌ថ្មីដែលគេកំពុងតែពេញនិយមអីចឹងណាបែបយើងអាចនិយាយថាសម្ភារៈនិយមចោះអានេះយើងគួរតែផ្លាស់ប្ដូរប៉ុន្តែបើយើងត្រឹមតែគិតទៅលើសមត្ថភាពម៉ាស៊ីនសមត្ថភាពកាមេរ៉ាខ្ញុំគិតថា16 Pro Max គឺនៅតែល្អសម្រាប់យើងប្រើប្រាស់ហើយបើអ្នកដែលគាត់នៅទូរស័ព្ទស៊េរីចាស់ទៀតមែនទែនiPhone 8 iPhone X ចង់ upgrade គឺវាគួរតែ upgrade ដែរដោយសារតែវាខុសប្លែកគ្នាច្រើនតែខ្ញុំឮថាក្នុងឆ្នាំ2026 Apple គាត់អាចនឹងចេញទូរស័ព្ទបត់នឹងការកែប្រែច្រើននៅលើ iPhone អញ្ចឹងខ្ញុំគិតថាយើងអាចចាំឆ្នាំក្រោយក៏បានដែរអរគុណច្រើននេះជាការចាំលេខបបផ្សាយរបស់ខ្ញុំផ្ទាល់ទៅនឹង iPhone 17 Pro Max ហើយខ្ញុំជួបបងប្អូននៅវីដេអូក្រោយ